ស្វាគមន៍អ្នកគុណនិយមគ្រប់ក្រុមគ្រូបាក់ទាំងអស់គ្នាសាជាថ្មីម្ដងទៀតមកកាន់វីដេអូសម្រាយរឿងបល្ល័ង្កត្រាអធិរាជភាគទី82ដែលជាភាពបន្តរបស់យើងចាប់ផ្ដើមឡើងដោយអ្នកក្លាហានជាឈិនរបស់យើងគ្រាន់តែបានលើពីផែនការដែលចង់ឲ្យគាត់បន្លំខ្លួនធ្វើជាមនុស្សស្រីថែមទាំងរំរបាំថ្វាយនឹងអធិរាជអធិទេពបេសាយទៀតនោះគាត់គឺពិតជាមិនអាចទៅរួចនោះឡើយតែមិនថាយ៉ាងណាយូយេនៅតែប្រាប់ថាឲ្យស្ងប់អារម្មណ៍សិនទៅមានតែមធ្យោបាយនេះមួយគត់ដែលអាចគេចផុតពីការសង្ស័យពីអធិរាជអធិទេពបេសាយបានពេលនេះផងដែរសម្លឹងទៅខាងលើយើងក៏បានឃើញនៅព្រះច័ន្ទហាក់បីដូចជាប្រែប្រួលព្រមទាំងលេចឡើងនៅទ្វារលំហមួយអធិទេពបេសាយព្រះច័ន្ទរួមជាមួយនឹងបរិវារក៏រងចាំទទួលនៅវត្តមាននៃអធិរាជអធិទេពបេសាយពេលនេះផងដែរអធិរាជហ្វឹងសៀវក៏បានមកដល់ហើយជាមួយនឹងនាគទាំងគូរបស់គាត់គ្រប់គ្នាក៏ចាប់ផ្ដើមស្វាគមន៍នៅអធិរាជក៏ដូចជាវត្តមានរបស់ទ្រង់ធ្វើឲ្យព្រះច័ន្ទត្រចះត្រចង់ដើរទៅតាមពន្លឺនៃរស្មីព្រះអាទិត្យអធិទេពបេសាយព្រះច័ន្ទក៏បាននិយាយឲ្យថាអាចារ្យលេស៊ឺសូមគោរពទៅកាន់អធិរាជហ្វឹងសៀវដើរចូលមកព្រមទាំងសួរថាតើចេះគួរសមបែបនេះតាំងពីកាលទៅព្រមទាំងឲ្យគ្រប់គ្នារំសាយទៅពួកយើងពីអ្នកបងប្អូនរកកន្លែងស្ងប់ស្ងាត់ដើម្បីជជែកគ្នាលេងអធិរាជព្រះច័ន្ទក៏ទទួលបញ្ជាព្រមទាំងសួរថានៅស្រះទឹកព្រះច័ន្ទថាយ៉ាងម៉េចដែរដោយឡែកក៏លេចមកកាន់យូយេបានប្រាប់ទៅកាន់ហៅឈិនថាឪពុករបស់គាត់បានដឹងច្បាស់ណាស់អ្នកបម្រើរបស់នាងគឺសុទ្ធតែជាមនុស្សស្រីហើយក៏មានតែហៅឈិនយល់ព្រមនោះទេទើបអាចគេចផុតពីការសង្ស័យយាយឈិនរបស់យើងពេលនេះក៏គ្មានជំរឿអ្វីផ្សេងទៀតនោះដែរក៏ប៉ុន្តែនៅតែប្រាប់ថាកុំរញ៉េរញ៉ៃជាមួយនឹងគាត់អីសោះពីព្រោះថាត្រូវឆាំជីវិតរបស់នាងនៅក្នុងដៃរបស់ពួកយើងយូយេពេលនេះក៏ចាប់ផ្ដើម make up ឲ្យហៅឈិនដោយផ្ទាល់ព្រមទាំងប្រាប់ថាកុំឲ្យបារម្ភអីបានផ្ដល់នូវសញ្ញាអ្វីមួយយ៉ាងដែលដូចជាព្រះច័ន្ទ make up រួចហើយក៏ចាប់ផ្ដើមរអូថាហៅឈិនមិនបានជាផ្លាស់ប្ដូរនៅសម្លៀកបំពាក់យូរម្លេះក្លេទៅមកខាងនាងក៏ស្រាប់តែបានឃើញនៅស៊ីឈិនបានចេញមកហើយរអូទៀតថាសម្លៀកបំពាក់នេះគឺពិតជាធ្វើឲ្យគាត់ឆ្កុំឆ្កងណាស់តែសម្រស់របស់ចែឈិនគឺពិតជាបានធ្វើឲ្យយូយេភ្លឹកតែម្ដងព្រមទាំងនិយាយទៀតថាម្ចាស់ថ្លៃហើយព្រមទាំងញញឹមប្រាប់ថាបន្ទាប់ពីឃើញហៅឈិនផ្លាស់ប្ដូរនៅសម្លៀកបំពាក់មានរូបរាងបែបនេះនាងប្រកាសចិត្តហើយថាផែនការរបស់ពួកយើងគឺនឹងបានសម្រេចកាត់ទៅដល់អធិរាជបេសាយព្រះច័ន្ទវិញឃើញថាក៏បានបេះនៅផ្កាពីរនៅក្នុងទឹកវាក៏បានប្រែក្លាយទៅជាកែវស្រារួចយកមួយកែវទៅថ្វាយនៅម្ចាស់បងរបស់ទ្រង់ក៏ដូចជាប្រាប់ទៀតថាស្រាមួយនេះបានបិទនៅក្រោមពន្លឺព្រះច័ន្ទអស់រយៈពេល1000ឆ្នាំមកហើយក្រៅទៅពីអធិរាជបេសាយគាត់ក៏មិនបញ្ចេញវាយកមកផឹកដែររួចហើយអ្នកទាំងពីរក៏ចាប់ផ្ដើមក្រេបសូរ៉ារួមគ្នាអធិរាជបេសាយព្រះច័ន្ទក៏រំលឹកទៀតថាប្អូនទី3តែងតែរស់នៅដាច់ដោយឡែកពីគេរីឯបងធំគឺតែងតែរវល់ពួកយើងទាំង3អ្នកបងប្អូនដែលជាព្រះអាទិត្យព្រះច័ន្ទនិងដួងតារាគឺពិតជាកម្របានជួបគ្នាណាអធិរាជហ្វឹងសៀវពេលនេះក៏ចាប់ផ្ដើមរំលឹកនៅជំហាននៃអធិទេពបណ្ដាសាឋានសួគ៌គឺកាន់តែគៀកនឹងមកដល់ហើយអធិទេពបណ្ដាសាឋានសួគ៌ដែលអធិរាជបេសាយរំលឹកនឹងផងដែរគឺជា Astin Graffin ហ្វឹងសៀវថែមទាំងនិយាយទៀតថាបើសិនជាពួកយើងមិនប្រយ័ត្ននោះទេក៏សម្ព័ន្ធរបស់ពួកយើងក៏នឹងបង្កើតកំហុសដូចជាពីមុនអញ្ចឹងវាសនាគឺប្រៀបបានដូចជាព្រះច័ន្ទដែលរះនៅចំកណ្ដាលនៃផ្ទៃទឹកតែគាត់មិននឹងអាចសម្រាកបានទៅអធិរាជព្រះច័ន្ទក៏បានតបទៅវិញថាប្អូនទី3ក៏បានទោះទាយហើយច្រកឋានសួគ៌ក៏នឹងបើកឡើងក្នុងរយៈពេល2-3ថ្ងៃទៀតហើយបើសិនជាបងធំអាចទទួលបាននៅរបស់ដែលនៅក្នុងនោះបូករួមទាំងទាហានរាប់លានអ្នកនៃកុលសម្ព័ន្ធព្រះច័ន្ទបើទោះបីជា Astin Graffin ត្រឡប់មកម្ដងទៀតពួកយើងទាំង3អ្នកបងប្អូនរួមចិត្តតែមួយតែមានអ្វីគួរឲ្យខ្លាចទៅប្រាប់ទៅកាន់បងប្រុសថាគឺពិតជាបារម្ភពេកហើយស្ដាប់លើអញ្ចឹងហ្វឹងសៀវតបទៅវិញថាល្អណាស់ថ្ងៃនេះពួកយើងគឺមិនរំលឹកអំពីរឿងនឹងនោះទេគឺគ្រាន់តែសម្រាប់តែប៉ុណ្ណោះព្រមទាំងរំលឹកថាហេតុអ្វីបានជាមិនឃើញក្មេងស្រីយូយេអញ្ចឹងបងប្រុសក៏ឆ្លើយតបទៅវិញថាគឺពិតជាមិនអាចលាក់អ្វីពីបងប្រុសបានទៅដល់សោះហើយថ្មីនេះនាងគឺបានរៀននៅរបាំមួយព្រមទាំងមានបំណងដើម្បីធ្វើឲ្យទ្រង់ភ្ញាក់ផ្អើលទៀតផងលើអញ្ចឹងអធិរាជបេសាយហ្វឹងសៀវក៏ចង់ដឹងផងដែរកាលបើដូច្នេះអធិរាជបេសាយព្រះច័ន្ទក៏ចាប់ផ្ដើមផ្ទះដៃឲ្យបម្រើចាប់ផ្ដើមប្រគំនៅដូរតន្ត្រីរំពេចនោះយើងក៏ស្រាប់តែបានឃើញនៅឆាកមួយបានផុសឡើងក៏ដូចជាមនុស្សទាំងឡាយបានចូលមកដើម្បីសម្ដែងនៅរបាំដើរនៅក្នុងនោះយើងក៏បានឃើញនៅចៃឈិនជាមួយនឹងចៃយូយេមើលទៅកាន់សម្រស់ចៃឈិនរបស់យើងគឺពិតជាស្រស់ស្អាតមិនអស់នោះទេអធិរាជបេសាយហ្វឹងសៀវគ្រាន់តែសម្លឹងមើលទៅកាន់ចៃឈិនក៏ស្រាប់តែនឹកទៅដល់ឈ្មោះលៀងស្ទាន់ក៏ដូចជាបំបែកនៅកែវស្រានេះទៀតផងហើយឈិនរបស់យើងកម្មបើដូចនេះគឺពិតជាឆ្ងល់មែនតើថាមានអ្វីកើតឡើងទៅតែគាត់គឺត្រូវបានគេដឹងហើយមែនទេអធិរាជបេសាយព្រះច័ន្ទក៏បានសួរទៅកាន់បងប្រុសថាតើមានអ្វីទៅអធិរាជបេសាយហ្វឹងសៀវក៏ដឹងហើយថាគឺជាគេតែរួចក៏បានប្រាប់ថាគ្មានបញ្ហាអ្វីនោះទេឲ្យពួកគេលេងបន្តទៀតតែមុននេះបន្តិចគឺគ្រាន់តែនឹកឃើញទៅដល់រឿងអតីតកាលមួយចំនួនតែប៉ុណ្ណោះអធិរាជបេសាយព្រះច័ន្ទក៏បានឲ្យពួកគេលេងបន្តចែឈិនជាមួយនឹងយូយេក៏ចាប់ផ្ដើមបន្តរាំនៅរបាំដើរនេះយ៉ាងអស្ចារ្យស្របពេលដែលអធិរាជហ្វឹងសៀវក៏នៅតែរំលឹកថាគេគឺពិតជាដូចនាងខ្លាំងណាស់លីងស៊ွန်ហើយពេលនេះផងដែរក្រុមរបាំក៏បានបញ្ចប់គ្រប់យ៉ាងក៏ប្រហែលទៅជាស្ងប់ស្ងាត់ម្នាក់ក៏រងចាំនៅប្រតិកម្មរបស់អធិរាជអតីតបេសាយភ្លាមនោះផងដែរហ្វឹងសៀវក៏ចាប់ផ្ដើមទះដៃគ្រប់គ្នាក៏បានទះដៃតាមក្រោយយូយេក៏បានគិតហើយបើទោះបីជានាងមិនដឹងថាមានអ្វីកើតឡើងក៏ប៉ុន្តែមើលទៅក៏ប្រហែលជាអាចបន្លំបានលើកនេះអ្នកទាំងពីរខណៈពេលដែលដើរទៅក្រោយប៉ុន្មានជំហានក៏ស្រាប់តែអធិរាជបេសាយឲ្យដើរចូលមកមុខចែទាំងពីរបន្ទាប់ពីលឿនចឹងក៏ភ្ញាក់ផ្អើលដូចគ្នាហើយឈិនដើរចូលទៅមុខព្រមទាំងនឹកឃើញទៅដល់សម្ដីរបស់យូយេដែលបានប្រាប់ថាបើសិនជាទៅជោគគេអោនមុខរហូតទៅទុកអីនេះគឺជាអ្នកដោះស្រាយនៅរឿងគ្រប់យ៉ាងយូយេទៅដល់ហើយក៏ចាប់ផ្ដើមធ្វើការគោរពទៅកាន់អធិរាជហើយឈិនក៏បានគិតហើយថាអធិរាជអធិទេពបេសាយគឺនៅចំពោះមុខគាត់ក៏ប៉ុន្តែគាត់គឺគ្មានអារម្មណ៍ដឹងពីដង្ហើមសូម្បីតែបន្តិចក៏មិនដឹងនោះទេថាកម្រិតយុទ្ធសាស្ត្រនៃអធិរាជអធិទេពបេសាយនេះខ្លាំងប៉ុណ្ណាអធិរាជបេសាយព្រះច័ន្ទក៏សួរទៅកាន់បងប្រុសហើយថាតើយូរស់បានល្អណាស់មែនទេអធិរាជហ្វឹងសៀវក៏បានប្រាប់ថាត្រឹមត្រូវក៏ប៉ុន្តែទ្រង់គឺចង់សួរនៅសំណួរនេះមួយនាងគឺត្រូវតែឆ្លើយដោយ
ស្មោះត្រង់បញ្ជាក់ទៀតថាតើយល់ហើយមែនទេយូយេក៏បានទទួលបញ្ជាអញ្ចឹងអត្រិហ្វាំងសៀវក៏ចាប់ផ្ដើមសួរពីព្រោះថាអាប៉ៅគឺចង់ស្ដីដណ្ដឹងនេះតើនាងគិតយ៉ាងម៉េចដែរយូយេគ្រាន់តែលើក៏ដឹងថាគឺជាលបងប៉ៅហើយអត្រិហ្វាំងសៀវក៏បានប្រាប់ទៀតថាអាប៉ៅហ្នឹងគឺចាប់ចិត្តទៅលើយូយេតាំងពីក្មេងម្ល៉េះក្នុងនាមគាត់គឺជាឪពុកគឺត្រូវតែស្ដីដណ្ដឹងឲ្យកូនចឹងហើយអត្រិបិសាចព្រះចានក៏និយាយឲ្យថាព្រះអង្គម្ចាស់ជាមួយនឹងព្រះនាងម្ចាស់គឺពិតជាគូស្នេហ៍ដ៏ល្អឥតខ្ចោះសួរទៅកាន់យូអឺថាតើនាងគិតយ៉ាងម៉េចដែរយូអឺក៏បានប្រាប់ទៅកាន់អ្នកទាំងពីរវិញថាតាំងពីដើមមកនាងគឺតែងតែចាត់ទុកនៅលបងប៉ៅហ្នឹងដូចជាបងប្រុសបង្កើតហើយនៅសក់បែរជារំលឹកអំពីអាពាហ៍ពិពាហ៍អញ្ចឹងនាងគឺពិតជាមិនដឹងថាគិតយ៉ាងម៉េចនោះទេអត្រិហ្វាំងសៀវក៏យល់ដែរអញ្ចឹងហើយក៏បាននិយាយទៅកាន់អាចារ្យឡៃស៊ឺយកល្អគួរតែឲ្យយូយេជាមួយនឹងអាប៉ៅពួកគេនាំនៅអ្នកបន្តវេននៃសសរទាំង10ដើម្បីចូលរួមសប្បាយយេឈិនលុយអញ្ចឹងហើយក៏ពិតជាងងឆ្ងល់មែនតើអតិថិព្រះចានក៏បានប្រាប់ទៀតថាវាគឺមានទីតាំងនៅក្នុងទឹកដីនៃព្រំដែនសិនយ៉ាងដែលគឺជាទីតាំងមនុស្សលោកហើយនៅពេលដែលចាប់ផ្ដើមបើពួកគេក៏ប្រហែលជាការពារយ៉ាងតឹងរ៉ឹងបើសិនជាពួកគេទៅក៏ប្រហែលជាពិបាកនៅក្នុងការចេញចូលខ្លាំងណាស់សម្រាប់អត្រិហ្វាំងសៀវគឺគ្មានអ្វីដែលជាបញ្ហានោះទេនៅក្នុងករណីចាំបាច់បញ្ជានៅទាហានឲ្យកាន់កាប់យកនៅទីនោះតែម្ដងរួចហើយឲ្យពួកគេស្ម័គ្រចិត្តចោះចាញ់ដោយខ្លួនឯងហើយឈិនក្រោយពេលឮថាពួកគេចង់វាយនៅបន្ទាយសិនយ៉ាងហើយគឺពិតជាភ្ញាក់ផ្អើលជាខ្លាំងព្រមទាំងដឹងទៀតថាព័ត៌មានមួយនេះគឺត្រូវតែបញ្ជូនទៅដល់សម្ព័ន្ធឲ្យលឿនបំផុតតាមដែលអាចធ្វើទៅបានអត្រិហ្វាំងសៀវបានរំលឹកផងដែរថាមិនថាបើទោះបីជាយ៉ាងណាក៏ដោយវត្ថុនោះគឺត្រូវតែជារបស់គាត់លើបែបនេះអតិថិបិសាចព្រះចានក៏មិនចំទាស់អ្វីនោះទេក៏ដូចជាឲ្យពួកក្មេងៗធ្វើការស្វែងយល់ចិត្តគ្នាបណ្ដាបណ្ដាអត្រិហ្វាំងសៀវលើកនេះក៏ចង់ឃើញផងដែរថាអ្នកបន្តវេនតើម្នាក់ណាគឺខ្លាំងជាងគេយូយេក៏បានទទួលបញ្ជាទាំងក្តាប់ដៃយ៉ាងណែនហ្វាំងសៀវក៏និយាយទៅកាន់ប្អូនប្រុសថាស្រារបស់គេដូចជាខ្សោយពេកហើយឲ្យទៅកន្លែងត្រង់វិញអ្នកទាំងឡាយក៏បានលៀននៅដំណើរនៃអត្រិបិសាចបន្តមកទៀតយើងក៏បានឃើញហៅឈិនផ្លាស់ប្ដូរនៅសម្លៀកបំពាក់ជាប្រុសវិញយូយេក៏បញ្ញត្តិរៀបចំឲ្យគាត់ចាក់ចែងពីទីនេះឲ្យបានលឿនបំផុតក្នុងរយៈពេល3ថ្ងៃក្រុមរទេះក៏នឹងនាំពួកគេទៅកាន់សម្ព័ន្ធប្រាប់ទៅកាន់ថ្នាក់ដឹកនាំឡងទៀតថានៅឋានសួគ៌ស្រមោលស្រមៃពួកយើងក៏ប្រហែលជាអាចជួបគ្នាម្ដងទៀតហើយនាងក៏នឹងជូននៅអំណោយធំមួយទៀតផងហើយឈិនលលិចនេះក៏ងើយឆ្ងល់ផងដែរតែភ្លាមក៏ស្រាប់តែរលីផុតចេញពីទីនេះទៅហើយយូយេក៏ចាប់ផ្ដើមរអ៊ូថាសូម្បីតែអាពាហ៍ពិពាហ៍ក៏នាងមិនអាចគ្រប់គ្រងដោយខ្លួនឯងបានផងក្តាប់ដែរនិយាយថានាងគឺត្រូវតែគ្រប់គ្រងនៅជោគវាសនារបស់ខ្លួនឯងឲ្យបានហើយនាងក៏នឹងដោះស្រាយនៅរាល់បញ្ហាទាំងឡាយដែលនៅចំពោះមុខមិនថាបើទោះបីជាវាពិបាកប៉ុណ្ណាខ្ពស់ប៉ុណ្ណាត្រូវលះបង់នៅតម្លៃអ្វីនោះទេក៏លេទៅកាន់ហៅឈិនពេលនេះក៏បានចេញពីរាជវាំងប្រជាហើយក៏ដូចជានឹកឃើញនៅពាក្យចុងក្រោយរបស់យូយេក៏ទៀតថាតើនាងសង្ឃឹមថាគាត់ក៏នឹងទៅឋានសួគ៌នោះដែរមែនអត់ហើយបើទោះបីជាដំណើរលើកនេះគឺពិតជាគ្រោះថ្នាក់តែគាត់គឺពិតជាទទួលបាននូវព័ត៌មានដ៏សំខាន់បន្តមកទៀតក៏ដល់ពេលដែលត្រូវត្រឡប់ទៅកាន់សម្ព័ន្ធវិញ80ម៉ោងក្រោយមកហៅឈិនក៏បានទៅដល់នៅលអាងភ្នំនោះវិញស្របពេលដែលហៅយូក៏បានដឹងខ្លួនប្រញាប់រត់មករករបួសនៃសមាជិកគ្រប់គ្នាក៏បានធូរស្បើយដោយសារតែថ្នាំរបស់លីនស៊ីនឆៃអើក៏ជាម្ដងបន្តិចដែរតែក៏នៅតែប្រើពេលយូរដើម្បីអាចឲ្យនាងទទួលបានអារម្មណ៍ទាំង3ដែលបានបាត់បង់ត្រឡប់មកវិញគ្រាន់តែឆៃអើងើបភ្លាមហៅឈិនរបស់យើងក៏ប្រញាប់ទៅអោប3ថ្ងៃក្រោយមកកូនចៅរបស់យូយេបានមកដល់តាមពាក្យសន្យារបស់នាងអញ្ចឹងក៏ជាពេលដែលពួកគេត្រឡប់ទៅផ្ទះវិញហើយបេសកកម្មលើកនេះក៏បានសម្រេចយ៉ាងជោគជ័យសាច់រឿងរបស់យើងពេលនេះក៏កើតទៅដល់ក្រុងពិសិដ្ឋយើងក៏បានឃើញនៅវត្តមាននៃក្រុមរបស់ហៅឈិនបានមកដល់ហើយពួកគេដែរចូលទៅផុតយើងក៏បានឃើញនៅក្រុមឃាតករដែលជាកូនចៅរបស់ឆៃអើបានបង្ហាញខ្លួនព្រមទាំងឆ្ងល់មែនទែនថាគ្រាន់តែជាបេសកកម្មកម្រិតទូទៅសហេតុអ្វីបានជាគ្រប់គ្នារបួសធ្ងន់ម្ល៉េះម្នាក់នោះក៏រអ៊ូហើយថាឡងហៅឈិនក៏ប្រហែលជាបរាជ័យនៅក្នុងការការពារអ្នកនាងយើងម្នាក់ទៀតក៏បានមកប្រាប់នៅព័ត៌មានដែលទទួលបានតាមពិតបេសកកម្មរបស់អ្នកនាងគឺត្រូវបានដំឡើងទៅកាន់កម្រិតស្ដេចទៅហើយព្រោះតែកំហុសរបស់ពួកគេអ្នកនាងតូចគឺស្ទើរតែបាត់បង់នូវជីវិតហើយក៏មិនអាចលើកលែងឲ្យពួកគេបាននោះទេប្រញាប់ទៅរាយការណ៍ប្រាប់ទៅកាន់លោកម្ចាស់យីងឈឺសាច់រឿងកាត់ទៅដល់ខាងក្នុងឃើញថាលីនស៊ីនក៏ពិតជាមួម៉ៅក្តៅក្រហាយមែនទែនពីព្រោះថាបេសកកម្មរបស់ពួកគេគឺជាល្វែស្ដេចសឺម៉ៃឈៀនក៏មួម៉ៅផងដែរព្រោះថាកំហុសរបស់ពួកគាត់គឺស្ទើរតែស្លាប់នៅក្នុងដែនដីបិសាចបុគ្គលិកម្នាក់នឹងក៏ពិបាកនឹងតវ៉ាដែរបានត្រឹមតែប្រាប់ឲ្យពួកគេកុំឆេវឆាវទទួលស្គាល់ថាវាគឺពិតជាកំហុសរបស់ពួកគេមែនលើកនេះបើទោះបីជាបេសកកម្មបានជោគជ័យឬមួយក៏អត់ក៏ដោយបងប្រមាញ់បិសាចក៏នៅតែផ្ដល់ពិន្ទុ 20000 ជាការប៉ះប៉ូវយើងលើហើយក៏ចាប់ផ្ដើមសួរទៅវិញថាជីវិតរបស់ពួកយើងមានតម្លៃត្រឹមតែ 20000 នឹងទេមែនទេយេឈិនក៏ចាប់ផ្ដើមនិយាយឲ្យលើកនេះក្រុមរបស់គាត់គឺទទួលរងរបួសជាខ្លាំងស្ទើរតែស្លាប់នៅក្នុងដែនដីបិសាចនឹងទៀតផងមិនថាយ៉ាងណាក៏ដោយពួកយើងសង្ឃឹមថាបងប្រមាញ់បិសាចនឹងផ្ដល់នៅពាក្យបកស្រាយភ្លាមនោះផងដែរអ្នកដឹកនាំដែលឆ្លើយលើកមុននឹងបានមកដល់ទៀតហើយព្រមទាំងបានបន្តទៅកាន់ក្រុមហៅឈិនថាគ្មានខួរមិននៅបែរជាបង្កបញ្ហាដោយខ្លួនឯងចឹងអល់ទៀតថាគឺពិតជាមិនដឹងភ្នំកម្ពស់ណាមែនលីនស៊ីនគ្រាន់តែលឺភ្លាមមកក្តៅក្រហាយមែនទែនថាអបកាច់យកនេះវានិយាយអីហ្នឹងតែខោនថយយ៉ាងខ្លាំងថាឯងគឺជាឃាតករដឹងអត់តែបែបហ្នឹងគឺពិតជាមិនខ្វល់នោះទេតែពីមិនបន្ទុកយកមិនយកក៏ហីទៅហៅឈិនក៏សួរហើយថាគម្រាមពួកយើងមែនអត់គេក៏បានអះអាងថានេះគឺជាវិន័យនៃបងប្រមាញ់បិសាចរាប់ពាន់ឆ្នាំមកនេះហើយបើសិនជាពួកគេចង់ជំទាស់លុះត្រាណាតែប្រាសាទទាំង6យកព្រមដើម្បីផ្លាស់ប្ដូរនៅវិន័យបើមិនចឹងនោះទេស្ដាប់បង្គាប់ទៅផ្ទះវិញទៅដែរចេញទៅវិញសោកយ៉ាងឆ្លើយតែភ្លាមនោះក៏ស្រាប់តែលឺនៅសម្ដីរបស់ព្រឹទ្ធាចារ្យហាននិយាយថាយើងមិនដឹងទេថាឋានៈរបស់យើងគ្រប់គ្រាន់ឬអត់អបែហ្នឹងក៏លេទៅក៏ស្រាប់តែសោកភ្នែកតែម្ដងពីព្រោះថាពួកគាត់គឺសុទ្ធតែជាម្ចាស់ប្រាសាទអបែហ្នឹងលេងប៉ះអ្នកណាមិនលេងទេលេងប៉ះសុទ្ធតែចៅនៃម្ចាស់ប្រាសាទតែម្ដងក្រុមរបស់ហៅឈិនឃើញចឹងអ្នកខ្លះហៅបុព្វបុរសអ្នកខ្លះហៅថាជាលោកតាអ្នកខ្លះហៅថាជាលោកយាយគឺសុទ្ធតែជាសាច់ញាតិរបស់ពួកគេទាំងអស់លទ្ធផលទៅជាយ៉ាងនេះអបែនោះកាន់តែសោកភ្នែកហើយព្រមទាំងព្រឹទ្ធាចារ្យហាននិយាយទៀតថាថ្នាក់ដឹកនាំប្រាសាទ
សារទាំង6គឺបានយល់ស្របដើម្បីសម្រេចចិត្តទាំងអស់គ្នាក្នុងនាមគឺជាអ្នកគ្រប់គ្រងនៅទីនេះប្រហែលជាមួយនឹងការងារមើលស្រាលនិងអាយុជីវិតរបស់សមាជិកនៃក្រុមប្រមាញ់បិសាចហើយគឺត្រូវដកចេញពីតំណែងព្រមទាំងជាប់គុករយៈពេល10ឆ្នាំលទ្ធផលទៅជាយ៉ាងណាអបិនោះបានត្រឹមតែស្រ័យក៏ដូចជាចង់ជួបជាមួយនឹងម្ចាស់សម្ព័ន្ធជាងពេលនេះក៏បានពោលហើយថាមនុស្សអ្នកធ្វើទេវតាគឺជាអ្នកមើលឯងក៏បានទទួលកម្មផលហើយត្រូវអត់វគ្គប្រតិជាហានក៏បានទទួលស្គាល់ថានេះគឺជាកំហុសរបស់សម្ព័ន្ធក៏ដូចជាសូមធ្វើការអភ័យទោសព្រមទាំងសងសំណងទៅកាន់ពួកគេ200000បន្ទុកហើយចិនក៏បានតបថាក៏ប៉ុន្តែពួកយើងក៏បានសម្រេចបេសកកម្មនេះហើយគ្រាន់តែលើងចឹងមិនថាបើទោះបីជាប្រតិជាឬក៏ប្រតិយាយនោះទេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនយើងបានទៅនិយាយជាមួយលោកយាយទៀតថា200000បន្ទុកហ្នឹងគឺពិតជាស័ក្តិសមតែគួរតែបែងចែកឲ្យពួកយើងដាច់ដោយឡែកប្រតិយាយម្នាក់ក៏បានមកនិយាយទៅកាន់ហៅចិនថានេះគឺជា level king អញ្ចឹងហើយអាចប្រាប់គាត់បានទេថាពួកគេធ្វើយ៉ាងម៉េចហៅចិនបន្ទាប់ពីនឹកឃើញទៅដល់សម្ដីនៃអត្រិយអតិថិបិសាចហើយគាត់ចាំបាច់ត្រូវរាយការណ៍ប្រាប់ម្ចាស់សម្ព័ន្ធដោយផ្ទាល់ហើយសាច់រឿងរបស់យើងក៏ស្លេះតែត្រឹមនេះឯងចឹងហើយជាចុងក្រោយអរគុណទៅកាន់អ្នកក្លាហានទាំងអស់គ្នាជាពិសេសគឺអធិស្ឋានសម្រាប់ឈ្មោះគឺច្រឡំរហូតនិយាយចិនផងហៅចិនផងទៅពីពេញនឹងឯងហើយបើសិនជាមានមួយចិនទៀតនោះគឺពិតជាវេទនាហើយជាចុងក្រោយនេះផងដែរអរគុណដែលតែងតែគាំទ្រ admin ក៏នឹងវិលត្រឡប់មកជួបនៅអ្នកក្លាហានទាំងអស់គ្នានៅក្នុងការសម្រាយរឿងជាបន្តបន្ទាប់ខណៈពេលនេះផងដែរ admin បាយបាយ